បងប្រុសគាត់សួរមកសំណួរចង់ឲ្យនិយាយអំពី NX2 ឲ្យទេបតង់1និងបតង់2មួយណាល្អជាងបាទអត់សំខាន់ទេបងបតង់1បតង់2បតង់3มันសំខាន់ថាមួយណាល្អជាងទេយើងត្រូវយល់ថាតើបតង់នឹងគឺជាអ្វីនៅពេលដែលយើងទិញឡាន NX2 ឲ្យទេគេផ្ដោតទៅលើបតង់ហ្នឹងឯងបាទនៅក្នុងនេះសម្រាប់ឡានមានអត់បតង់មានបតង់1បតង់2បតង់3បតង់4បតង់5បតង់7អញ្ចឹងសួរថាបតង់1និងបតង់2មួយណាល្អជាងកន្លែងនេះមិនអាចបែងចែកថាមួយណាល្អជាងមិនល្អជាងបានទេបងត្រូវដឹងថាតើបតង់ហ្នឹងគេប្រើធ្វើអីបតង់ទី1អាចជាបតង់ដែលគេប្រើប្រាស់សម្រាប់បិទបើកនៅសញ្ញាវ៉ាចែងរបស់ឡានផ្សេងឲ្យយើងមើលដឹងគេហៅថា BSM Blind Spot Monitoring បតង់ទី2អាចបតង់កម្ដៅចង្កូតបតង់ទី3អាចបតង់ផ្ដាច់ sensor ព្រោះឡាន200ទេមាន sensor អញ្ចឹងចុចបើកក៏បានផ្ដាច់ក៏បានបើយើងជិះក្នុងទីប្រជុំជនអាចថាថ្លង់ពេកបិទចោលក៏បានដែរបាទហើយចូលដល់បតង់ផ្សេងទៀតអាចថាឡានប៉ុង2មានបតង់ចុចផ្ដាច់ប៉ុងអីអញ្ចឹងទៅបតង់ទី4ដល់ពេលបតង់ទី5អាចថាឡានមួយចំនួនទៀតមានបតង់ pre-collision មានន័យថាបតង់ផ្ដល់សញ្ញា alert បាទមានឡាននៅខាងមុខចៃដន្យវានឹងជួយ off ហ្វ្រាំងឬក៏ alert នៅក្នុងឡានជាសំឡេងឲ្យយើងបានដឹងដែរបាទហើយមានបតង់ចុចបើកគូតបាទនឹងជាបតង់របស់វាអញ្ចឹងក្នុងចំណោមបតង់ទាំងអស់ហ្នឹងมันអាចថាបតង់1ត្រូវតែមានកបតង់2ត្រូវតែមានខ no វាទៅតាម option ដែលគេម្ចាស់ដើមនៅអាមេរិកទិញម្ចាស់ដើមនៅអាមេរិកទិញបាទអញ្ចឹងណាបងអញ្ចឹងมันអាចកំណត់បានថា1ល្អបាទ1មិនល្អ2ល្អ2មិនល្អมันអាចកំណត់បានទេព្រោះ2ហ្នឹងជួនកាលមានកម្ដៅចង្កូត2ហ្នឹងជួនកាលមាន pre-collision 2ហ្នឹងជួនកាលមាន BSM ហ៎ដល់ពេលអញ្ចឹងมันអាចថា2ត្រូវតែល្អ3ត្រូវតែល្អ4ត្រូវតែល្អ no way អញ្ចឹងណាបងបាទនេះខ្ញុំបញ្យល់ហេតុផលទៅបងមែនតើមានបងប្អូនយើង2 3នាក់ដែរខ្ញុំជួប3នាក់ទិញ NX2 ឲ្យទេដោយមិនដឹងអីទាំងអស់ឡាន NX2 ឲ្យទេមានឡានអត់បតង់ហើយនឹងឡានមានបតង់ផងដែរខ្ញុំភ្ញាក់ខ្លាំងមែនតើភ្ញាក់យ៉ាងម៉េចភ្ញាក់ផ្អើលដោយសារតែពួកគាត់ទិញឡានឆ្នាំ2016 17អីចឹងទៅកណ្ដាស់ពុនមកពីស្រុកអាកៀងហើយសកម្មៃទៀតតម្លៃខ្ទង់36 37ខ្ញុំនៅពេលដែលពួកគាត់ប្រាប់ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនថាបងទិញតម្លៃនឹងល្អខ្លាំងហ្មងឡាន dealer កំងមកពីអាមេរិកហើយតម្លៃប៉ុណ្ណឹងទៀតល្អខ្លាំងមែនទែនតែនៅពេលដែលខ្ញុំឃើញរូបភាពឡានរបស់គាត់ទៅអន់ចិត្តស្ដោកហ្មងសម្រាប់ខ្ញុំផ្ទាល់ឡានអត់មានបតង់ទេអត់មានបតង់ទេ2ឲ្យទេអត់មានបតង់ដូច3ឲ្យ30អញ្ចឹងបតង់មានតួនាទីដូចដែលខ្ញុំប្រាប់មិញអញ្ចឹងឡានអត់មានបតង់បេះ option ស្មើនឹងឡានមានតែរៀង2ឲ្យទេញាត់ម៉ាស៊ីន2ឲ្យទេចូលតែប៉ុណ្ណឹងអត់មានអីទាំងអស់អត់មានអីទាំងអស់ខ្ញុំជួបបងប្អូនយើងម្នាក់ពីរនាក់ដែរខំតសារថាពួកគាត់ស្គាល់គេលក់ឲ្យតម្លៃល្អតាមពិតមិនមែនតម្លៃល្អទេពួកគាត់អត់ដឹងថា NX2 ឲ្យទេហ្នឹងត្រូវមានអីសំខាន់ហើយនឹងមានអីដែលសំខាន់អញ្ចឹងឡានអត់បតង់សញ្ញាវ៉ាចែងក៏មិនមាន sensor ក៏មិនមានកម្ដៅចង្កូតក៏មិនមានចុចបើកគូតក៏មិនមានដែរសញ្ញាផ្ដាច់ប៉ុងក៏មិនមានដែរសញ្ញាបិទបើកលើ slide counter ក៏អត់មានដែរសញ្ញា pre-collision ក៏អត់មានដែរគឺតងោលយកតែម្ដងនិយាយសាមញ្ញតងោលអត់សល់ហ្មងអញ្ចឹងយើងទិញឡានយើងសិក្សាសិនដូច3ឲ្យ30អញ្ចឹងបេះ option មានអីខ្លះ half option មានអីខ្លះ full option មានអីខ្លះកាន់លុយដល់3 4ម៉ឺនហើយត្រូវគិតបន្តិចសិនថាវាអាចមានអីខ្លះយើងមើលវីដេអូគេយើងតាមដានគេយើងសិក្សាសិនយើងសួរគេចាំកក់លុយហើយនៅពេលដែលយើងកក់លុយហើយបានសួរមកតាមក្រោយលទ្ធផលចេញមកគឺចប់នៅស្រុកខ្មែរអ្នកជិះ NX2 ឲ្យទេអត់បតង់100អាចថាមានតែមួយឯងមានតែមួយខ្ញុំធ្លាប់ជួយមើលឲ្យបងប្អូនយើងដែរគាត់ទិញតម្លៃ30កាលនោះ NX2 ឲ្យទេអត់បតង់ទេបេះ option មកហ្នឹងអត់មានអីទាំងអស់ហ្មងមានតែម៉ាស៊ីនហើយនឹងរៀងជា2ឲ្យទេ sensor ជំនួយបើកគូតកម្ដៅចង្កូត BSM អីអត់មានអីទាំងអស់អញ្ចឹងសម្រាប់សំណួរដែលបងសួរមកហ្នឹងគឺល្អហើយមុននឹងសម្រាប់ចិត្តទិញបងបានស្ដាប់វីដេអូនៃការបកស្រាយរបស់ខ្ញុំឬក៏បងប្អូនយើងអ្នកដែល
លក់ឡានផ្ដល់ជាព័ត៌មានផ្សេងៗទៅយើងអាចដឹងហើយសម្រាប់ចិត្តគូទិញហើយ NX2 ឲ្យទេប៉ុង2ថ្លៃជាងប៉ុង1តែបើ3ឲ្យ30ប៉ុង2ថោកជាងប៉ុង1បាទហើយសម្រាប់ពួក NX2 ឲ្យទេភាគច្រើនគេយក3បតុងអាចមានបតុងប្រាប់ពីសញ្ញាវ៉ាចេញបតុងចុចបើកគូតហើយនិងបតុង sensor យ៉ាងហោចណាស់ក៏គេទិញយក3បតុងនឹងដែរយ៉ាងហោចណាស់បាទជីសិតតែ2ឲ្យទេហើយបើកគូតទៅចុចបើកដោយ approve មិនសមអត់សមទេបាទសូម្បីតែ balance 02 03 XLE ក៏គេមានបតុងសម្រាប់ចុចបើកឲ្យគូតវាខ្លោះបន្តិចណាណោះនឹងគិតមែនតែននឹងឯងស្ដាយបងដែរដែលគាត់ទិញហើយកំងហើយបានគាត់សួរបាទហើយលក់វិញអត់ដឹងលក់ទៅណាទៅណីទេពិបាកលក់ណាស់ឡានដែលមិនពេញលក្ខណៈអាចនិយាយថាឡានខ្ទើយពិបាកលក់មែនតែនbalance មួយចំនួនណាភាសាអ្នករកស៊ីប្រអាប់អីចឹងទៅពេលខ្លះអត់បើកតវល XLE អានឹងហៅខ្ទើយបាទត្រូវហើយបាទវាអញ្ចឹងដែរណាបាទទិញឡាន 3-4 ម៉ឺនហើយទិញឡានមានតែរៀងមានតែម៉ាស៊ីនប្រយ័ត្នមែនតើបងប្អូនបាទធម្មតាការលក់គឺដឹងតែលក់អីបាទដឹងតែលក់អីសំខាន់យើងអ្នកទិញហ្នឹងត្រូវច្បាស់ខ្លួនឯងថាតើរបស់ណាគួរទិញរបស់ណាមិនគួរទិញប៉ុងទាតាមផ្សារក៏យើងរើសមើលសិនណាបែកឬក៏មិនបែកខ្លាចគេបន្លំដាក់អាបែកឲ្យទិញនំក្រូចក៏ត្រូវមើលសិនណាខ្លាចនំក្រូចមួយថាសហ្នឹងមាន1 2រកទៅលើដីគេយកមកដាក់វិញយើងទិញហើយទិញឡានតម្លៃ 3-4 ម៉ឺនបាទត្រូវទុកចិត្តខ្លួនឯងច្បាស់ចេញពីខ្លួនឯងណាលុយពិបាករកណាស់ហ្នឹងហើយគ្រាន់តែផ្ដល់យោបល់ជូនទៅបងហើយនឹងបងប្អូនដែលធ្លាប់ជួបបទពិសោធន៍រឿងបញ្ហាទិញឡានហ្នឹងទិញមិនខុសហើយទិញឡានបានឡានហើយតែគ្រាន់ថាឡានប្រភេទអញ្ចឹងគេហៅថាឡានខ្ទើយបាទយកទៅលក់វិញគឺចប់តែម្ដងបាទអត់ងាយមានអ្នកហ៊ានទិញទេហើយបើហ៊ានទិញគឺទិញក្នុងតម្លៃមួយដែរថោកបាទថោកខ្លាំងខាតខ្លាំងសួរ5នាក់អ្នកហ៊ានទិញអាចមានតែម្នាក់ហើយឲ្យនៅតម្លៃមួយដែលខាតច្រើនជាងគេទិញទូទៅទៀតអញ្ចឹងប្រើរបស់អីទិញរបស់អីដែរត្រូវតែស្វែងយល់សិនបាទมันអាចលុំបានទេលុំលទ្ធផលចេញមកលុំខាតលុយមិនមែនលុំឯងខាតលុយច្រើនខ្ញុំផ្ដល់យោបល់ប៉ុណ្ណឹងអរគុណច្រើនបងសំណួរនឹងល្អឲ្យដែលឲ្យខ្ញុំមានឱកាសបកស្រាយនៅបញ្ហាមួយចំនួនដែលតើទៅនឹង NX2 ឲ្យទេផងដែរណាបាទហើយបច្ចុប្បន្ន NX2 ឲ្យទេតម្លៃវារៀងធ្លាក់គួរសមបើសិនជាបងប្អូនទិញតម្លៃក្រោម30ឡានបាញ់មួយស្លឹក2ស្លឹកឡានប៉ះតិចតួចអីចឹងទៅបាទតែបើទិញតម្លៃ28ធ្លាក់ហើយអាហ្នឹងគឺឡានប៉ះហ្មងអត់មានឡានស្អាតទេបាទហើយបើចង់បានឡានស្អាតលុចសេរីយើងត្រូវទិញតម្លៃចាប់ពី32ឡើងហើយបើ Sport ចង់បានឡានស្អាតទិញតម្លៃចាប់ពី34ឡើងសម្រាប់ស្លាកលេខក្នុងពេលបច្ចុប្បន្នណាអូខេហ្នឹងហើយខ្ញុំផ្ដល់ជាយោបល់ប៉ុណ្ណឹងអរគុណច្រើនបងត្រូវការឆែកប្រវត្តិឡានតំណងឆែកជាមួយ page IT Auto Check បងប្អូនអ្នកជិះឡានតត្រូវការលក់តម្លាក់ព័ត៌មានមកអ្នកលក់ IT បានផងដែរណាអរគុណ